មន្ត្រីខ្មែរទៅភ្ញាក់ពីដំណេករឿងសន្តាគារខ្សត់ភ្ញៀវបរទេសព្រោះសង់ពីឈើប្រណិតខុសចិត្តភ្ញៀវមន្ត្រីខ្មែរទៅភ្ញាក់ពីដំណេកលោកហើយលោកថ្ងៃនេះខ្ញុំស្ដាប់លោកហួតហាក់ដែលជារដ្ឋមន្ត្រីក្រសួងទេសចរដែលត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់ប្រសាសន៍គាត់ថាអញ្ចេះមានមូលហេតុមួយចំនួនដែលនាំឲ្យសន្តាគារនៅសៀមរាបខ្លះខ្វះភ្ញៀវចូលស្នាក់នៅពេញទូកកំណើតភ្ញៀវកើនឡើងដោយសារតែការសាងសង់សន្តាគារមិនត្រូវចំណូលចិត្តភ្ញៀវឬស្តង់ដារជាដើមស្របពេលដែលភ្ញៀវអឺរ៉ុបមួយចំនួនដែលឃើញសន្តាគារឬបន្ទប់មានឈើទូតម្លៃថោកប៉ុណ្ណាក៏គេមិនកក់ដែរតាមពិតរឿងនេះគឺជារឿងយូរហើយបើសិនជាមន្ត្រីខ្ញុំសរសើរលោកហួតហាក់នៅក្នុងន័យថាអាចមានសារដាស់តឿនប្រាប់ប្រជាពលរដ្ឋអំពីថាគេមិនចូលស្នាក់នៅសន្តាគារដោយសារសន្តាគារធ្វើពីឈើប្រណិតបងប្អូនរឿងនេះយូរហើយក្រុមហ៊ុនទេសចររបស់អង់គ្លេសរបស់អីគេចូលទៅស្រុកខ្មែរគេអត់ដាក់ភ្ញៀវបរទេសទៅផ្ទះសំណាក់សន្តាគារណាដែលមានយកឈើប្រណិតទាំងហុបយកមកដាក់ទេព្រោះគេលេបមិនចូលអញ្ចឹងបានខ្ញុំថាយើងមកនេះលោកហួតហាក់ទៅភ្ញាក់ខ្លួនទៅចេញសារអស់លីងហ្នឹងព្រៃឈើយើងអស់ហើយព្រៃឈើស្រុកខ្មែរអស់លីងទៅនៅតាមជញ្ជាំងផ្ទះពហិថាពហិមិនអីទេអាហ្នឹងវាជាទីសក្ការៈអីទៅប៉ុន្តែតាមជញ្ជាំងសន្តាគារផ្ទះសំណាក់ក្នុងផ្ទះឧត្តមមន្ត្រីក្រាក់នៅស្រុកខ្មែរហ្នឹងគឺថាអស់ពីព្រៃហើយនិយាយទៅគឺប្រជាពលរដ្ឋនៅអាមេរិកឬក៏នៅអឺរ៉ុបនេះណាគឺមនុស្សគេមានសេចក្តីថ្លៃថ្នូរមួយសិលធម៌មួយគេអាចទៅទប់អាជ្ញាធរមូលដ្ឋានមិនឲ្យបំផ្លាញបរិស្ថានព្រៃឈើទាំងអស់ហ្នឹងប៉ុន្តែគេចូលរួមទប់ស្កាត់ដោយការធ្វើកហិការអីមួយនេះអានេះបានជាកហិការត្រឹមត្រូវគឺគេអត់ចូលស្នាក់នៅសន្តាគារផ្ទះសំណាក់ណាដែលមានឈើហុបឈើអីដែលយកកាប់មកពីព្រៃដែលបំផ្លាញព្រៃធម្មជាតិរបស់ខ្មែរអញ្ចឹងគេអត់ទេគេទៅរកកន្លែងណាដែលធម្មតាដែលបើមានឈើស្រល់ឈើអីអត់អីឈើដែលកែច្នៃដែលអាចដាំបានជាជាងការយកឈើធុបជាទៀលធំយកមកឆ្លាក់យកធ្វើអីហើយអ្នកទាំងអស់នោះសប្បាយចិត្តថាសន្តាគារខ្លួនហ្នឹងគឺដូចស្រោបមាសអញ្ចឹងប៉ុន្តែសម្រាប់ជនបរទេសគឺមែនតើគេខ្ពើមហើយរឿងនេះគេខ្ពើមយូរហើយប៉ុន្តែមន្ត្រីកម្ពុជាអត់ដែលចេញសារលើកទឹកចិត្តដើម្បីជួយទប់កុំឲ្យកាប់បំផ្លាញព្រៃឈើឲ្យមនុស្សចេះខ្ពើមនៅក្នុងការដែលយកឈើទាំងហុកទាំងអីហ្នឹងយកមកដាក់នៅក្នុងសន្តាគារផ្ទះសំណាក់របស់ខ្លួនទេតែបងប្អូនខ្ពើមមិនទៅមើលផ្ទះរបស់លោកម៉ៅធនិនមើលខ្សែថ្លៃរបស់លោកហ៊ុនសែនទៅមើលផ្ទះគាត់អស់ព្រៃមកចំហៀងប្រទេសហើយនិយាយពីទៅសផ្ទះនោះសុទ្ធតែឈើប្រណិតតែម្ដងយើងសួរថាតើក្បាលអីគេមានលុយគេចង់ទិញអីក៏បានដែរគេធ្វើអីទៅក៏ទៅខ្លះជាអភិបាលខេត្តគាត់ធ្លាប់នៅខេត្តនេះខេត្តនោះចង់មិនដឹងថាពីឈើនៅខេត្តណាខ្លះណាទៅសឹងគេថាធ្លាប់នឹងបានមកពីអំពើលួចជាតិវាអត់ដឹងព្រោះគេថាធ្លាប់គេសុចរិតហើយលោកម៉ៅធនិនហ្នឹងប្រាក់ខែគាត់បានផ្ទះគាត់លានដុល្លារភូមិគ្រឹះគាត់ហ្នឹងយើងមើលទៅគឺញាក់សាច់ប្រជាប្រដ្ឋដែលចូលទៅពិធីរៀបអាពាហ៍ពិពាហ៍កូនចៅគាត់អីម្ដងគាត់ឃើញទៅសផ្ទះឃើញតែចំពោះបរទេសគេខ្ពើមគេឆ្អើមនឹងការដែលយើងជាមន្ត្រីរាជការជាអីចឹងយើងយកអាចចឹងមកអត់ខ្ពើមនឹងអំពើបាបអញ្ចឹងគេអត់សូវលើកទឹកចិត្តយើងតែយើងតែខ្មែរគ្នាឯងដែលនាំគ្នាត្រេកអរចូលទៅលេងទៅអីទៅមើលភូមិគ្រឹះគាត់នឹងដើម្បីសម្ដែងនូវភាពអស្ចារ្យប៉ុន្តែអត់ស្រក់ទឹកភ្នែកសោះយើងសួរមើលថាឈើហ្នឹងតើអស់កគីប្រមាណដើមអស់បេងប្រមាណដើមអស់ធ្នង់ប្រមាណដើមតើបើសិនជានៅក្នុងព្រៃតើព្រៃហ្នឹងវានឹងដុះធំទៅសំសសាយទៅវាធ្វើឲ្យសត្វនៅធម្មជាតិហ្នឹងក៏កើតកូនឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចហ្នឹងអាស្រ័យអនុផលព្រៃឈើដោយមិនការកាប់បំផ្លាញតើវានឹងធ្វើឲ្យគេហៅអេកូឡូស៊ីប្រព័ន្ធដែលរីកចម្រើនដែលធ្វើឲ្យប្រជាពលរដ្ឋអាស្រ័យផលមិនក្តៅក្រហាយមិនរត់ចាក់ពីស្រុកទេសដើម្បីទៅរកការងារធ្វើនៅក្រៅភូមិមានអនុផលព្រៃឈើទៅនេះកាប់បំផ្លាញខ្ទេចខ្ទីអស់ទៅយកមកធ្វើជាអាគារស្កឹមស្កៃផ្ទះរបស់មន្ត្រីធំហើយសន្តាគារប្រណិតហើយយើងគិតថាហ្នឹងជារឿងល្អយើងយកអំពើបាបយកមកប្រព្រឹត្តបែបនេះយើងថាជាអំពើល្អមនុស្សទាំងអស់អត់មើលឃើញដល់តែពេលឥឡូវឃើញផ្ទះសនកម្មផលវិបាកនេះដល់ពេលភ្ញៀវគេអត់ទៅស្នាក់នៅបានយើងដឹងថាអូយើងម្ចាស់សន្តាគារអត់ដឹងប៉ុន្តែយើងអត់ដែលផ្សាយអត់ដែលលើកទឹកចិត្តអត់ដែលមានវិធីអប់រំប្រជាពលរដ្ឋឲ្យយល់ថាអាហ្នឹងគឺជាអំពើអសិលធម៌អគុណធម៌ទេដែលយកឈើទាំងហូបយកមកធ្វើជាគ្រឿងសង្ហារឹមពេញផ្ទះអីអូយខ្ញុំនិយាយឲ្យស្មោះត្រង់តែម្ដងគឺខ្ញុំនៅក្នុងផ្ទះអីតែយកគ្រឿងសង្ហារឹមអីធំមកហ្នឹងគឺខ្ញុំស្រក់ទឹកភ្នែកយើងល្អមើលយើងគិតថាយើងជាអ្នកមានយើងមានលុយទិញឈើទិញអីចឹងមកប៉ុន្តែបើយើងទាំងអស់គ្នានាំគ្នាគ្រប់គ្រងអាការកាប់បំផ្លាញព្រៃឈើហ្នឹង